កងរាជអាវុធហត្ថរាជធានីភ្នំពេញនិងប្រជាពលរដ្ឋបន្តហាត់កីឡា Functional Training ដើម្បីសុខភាពនិងកាយសម្បទារឹងមាំនាល្ងាចថ្ងៃសៅរ៍ទី8ខែសីហាឆ្នាំ2026កងរាជអាវុធហត្ថរាជធានីភ្នំពេញរួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើនបានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP Functional Training ក្រោមបរិយាកាសរីករាយនិងពោរពេញដោយភាពស្និទ្ធស្នាលនេះជាសប្តាហ៍ទី2ហើយដែលសកម្មភាពដ៏មានសារៈប្រយោជន៍នេះត្រូវបានរៀបចំឡើងដើម្បីជំរុញសុខភាពនិងកាយសម្បទារបស់ប្រជាពលរដ្ឋកម្មវិធីកីឡាដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញបានដាក់ចេញដើម្បីឲ្យប្រជាពលរដ្ឋចូលរួមហាត់រួមមាន Functional Training Advanced Training និង High Rock Workout ការហាត់កីឡានេះមិនត្រឹមតែជួយពង្រឹងសុខភាពនិងកាយសម្បទាឲ្យរឹងមាំប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងល្អនិងភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងសហគមន៍ផងដែរតាមរយៈការហាត់ប្រាណរួមគ្នាប្រជាពលរដ្ឋបានបង្ហាញពីការយល់ដឹងខ្ពស់អំពីសារៈសំខាន់នៃសុខភាពនិងការចូលរួមចំណែកក្នុងការកសាងសង្គមមួយដែលមានសុខភាពល្អនិងរឹងមាំសកម្មភាពបែបនេះនឹងបន្តរៀបចំឡើងជាប្រចាំរៀងរាល់ចុងសប្តាហ៍ដើម្បីជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបមានទម្លាប់ហាត់ប្រាណនិងថែរក្សាសុខភាពឲ្យបានល្អប្រសើរដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តចូលរួមហាត់កីឡាដើម្បីសុខភាពល្អនិងកាយសម្បទារឹងមាំជានិច្ចព្រមទាំងពង្រឹងចំណងមិត្តភាពរវាងគ្នានិងគ្នាទៅវិញទៅមកចង់បានបន្ទប់ស្អាតទាន់សម័យនិងចំណេញលំហមែនទេជ្រើសរើសសាឡុងក្រេពូករបស់យើងសោភ័ណភាពឈានមុខគុណភាពស្តង់ដាររឹងមាំផាសុកភាពនិងទំនុកចិត្តគឺនៅទីនេះកំងឥឡូវនេះ